សូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកជំងឺ Bacterial vaginosis យកមកបង្ហាញជូនដែលខ្មែរយើងហៅថាជំងឺ BV ខ្ញុំបង្ហាញជូនទាក់ទងក្តីផ្ដើមមូលហេតុអីបានកើតជំងឺនេះវាឆ្លងអត់ហើយរោគសញ្ញាដូចម្ដេចខ្លះហើយធ្វើម៉េចបើដឹងថាកើតរោគហ្នឹងហើយព្យាបាលដូចម្ដេចហើយបើព្យាបាលទេវាមានផលវិបាកអ្វីខ្លះហើយការបង្ការដូចម្ដេចខ្លះដើម្បីកុំឲ្យកើតជំងឺនេះមកវិញ Bacterial vaginosis គឺជាជំងឺមួយដែលជួបប្រទះញឹកញាប់ចំពោះស្ត្រីដែលមានអាយុពី15ដល់44ឆ្នាំវាមិនមែនជាជំងឺកាមរោគទេប៉ុន្តែវាបង្កើនហានិភ័យនៃការឆ្លងមេរោគបង្កជំងឺកាមរោគអត្រាវាមានខ្ពស់រហូតដល់25%ទៅលើសពី50%ក្នុងចំណោមប្រជាជនទូទៅនៅតំបន់អាហ្វ្រិកនិងអាស៊ីជំងឺ BV នេះវាមិនគិតពី gender ទេដោយសារបុរសមិនអាចកើតជំងឺ BV បានទេពីព្រោះមេរោគបង្កជំងឺនេះវាបង្ករោគតែនៅក្នុងវាចៃណានៅក្នុងរន្ធទ្វារមាសបុរសគ្មានរន្ធទ្វារមាសទេចឹងហើយបុរសអត់អាចកើតជំងឺនេះបានទេប៉ុន្តែបុរសអាចផ្ទុកមេរោគបង្កជំងឺ BV នៅលើលឹងមាសនៅក្នុងបង្គានោមបន្ទាប់ពីគាត់បានរួមរយៈជាមួយស្ត្រីដែលមានជំងឺ BV ដែលយើងហៅថា asymptomatic carrier អ្នកដែលផ្ទុកមេរោគ BV បុរសដែលផ្ទុកមេរោគហ្នឹងគាត់អាចចម្លងមេរោគបង្កជំងឺនេះទៅស្ត្រីជាដៃគូរបស់គាត់ក្នុងពេលរួមភេទដែលបណ្ដាលឲ្យស្ត្រីនោះកើតជំងឺ BV មកវិញលាប់មកវិញបន្ទាប់ពីការព្យាបាលបានជោគជ័យហើយអញ្ចឹងបុរសអត់កើតជំងឺហ្នឹងទេប៉ុន្តែគាត់ផ្ទុកមេរោគហ្នឹងពេលរួមភេទគាត់ផ្ដល់មេរោគហ្នឹងទៅឲ្យស្ត្រីវិញធ្វើឲ្យស្ត្រីហ្នឹងកើត BV ឡើងមកវិញហើយនេះគឺជាហេតុផលមួយដែលស្ត្រីចេះតែកើត Bacterial vaginosis នឹងសារចុះសារឡើងដែលយើងហៅថា recurrent BV ហេតុអីបានកើតរោគ BV ដោយសារវាមានបញ្ហាតុល្យភាពធម្មជាតិនៃអតិសកុមប្រាណនៅក្នុងរន្ធទ្វារមាសស្ត្រីរន្ធទ្វារមាសស្ត្រីដែលមានសុខភាពល្អគឺមានពពួកអតិសកុមប្រាណចម្រុះមានទាំងពពួកល្អដែលយើងហៅថា lactobacilli និងពពួកអាក្រក់ដែលយើងហៅថា anaerobic bacteria BV វាកើតឡើងនៅពេលដែល anaerobic bacteria អាក្រក់ហ្នឹងវា overgrow វាកើនចំនួនវាដុះលូតលាស់ច្រើនជាងអតិសកុមប្រាណល្អដែលមានឈ្មោះថា lactobacilli ចឹងកាលណាអតុល្យភាពនៃពពួកអតិសកុមប្រាណនៅក្នុងរន្ធទ្វារមាសស្ត្រី anaerobic bacteria វាកើនចំនួនច្រើនជាងអតិសកុមប្រាណល្អ lactobacilli គឺបណ្ដាលឲ្យមានជំងឺ BV Bacterial vaginosis BV ហ្នឹងវាមានរោគសញ្ញាដូចម្ដេចខ្លះស្ត្រី50ទៅ75%មានជំងឺ BV អត់មានស្ដែងចេញរោគសញ្ញាអ្វីទាំងអស់25ទៅ50%ដែលមានរោគសញ្ញាស្ដែងចេញជាការធ្លាក់សដែលមានធំក្លិនខ្លាំងហើយសហ្នឹងមានសភាពរាវពណ៌ក្រេពណ៌ប្រផេះឬក៏ពណ៌ yellow green ពណ៌ត្រួយចេកពណ៌លឿងឬក៏ពណ៌បៃតងហើយសហ្នឹងធ្លាក់មកធំក្លិនខ្លាំង strong fish like odor គឺក្លិនឆ្អាបដូចក្លិនត្រីអញ្ចឹងជាពិសេសបន្ទាប់ពីការរួមភេទនិងកំឡុងពេលមករដូវពេលនោមអាចមានអារម្មណ៍ក្តៅឬក៏ក្រហាយហើយមានការរមាស់នៅគែមខាងក្រៅនៃរន្ធទ្វារមាស BV ជាទូទៅវាមិនបណ្ដាលឲ្យមានការឡើងក្រហមឡើងហើមទ្វារមាសឬក៏រន្ធទ្វារមាសនោះទេប្រសិនបើមានការឡើងហើមឬក៏ក្រហមអាចបណ្ដាលមកពីការធ្លាក់សដោយសារជំងឺអីផ្សេងជាពិសេសពពួកយីពពួកផ្សិតមូលហេតុនិងកត្តាដែលធ្វើឲ្យមានជំងឺ BV មូលហេតុដែលពិតប្រាកដដែលធ្វើឲ្យមានអតុល្យភាពនៃអតិសកុមប្រាណនៅក្នុងរន្ធទ្វារមាសស្ត្រីនោះគឺគេអត់ទាន់ដឹងច្បាស់នៅឡើយទេប៉ុន្តែសកម្មភាពខ្លះការប្រព្រឹត្តខ្លះអាចធ្វើឲ្យមានបញ្ហាទៅដល់តុល្យភាពធម្មជាតិនៅក្នុងរន្ធទ្វារមាសស្ត្រីនិងបង្កើនហានិភ័យនៃការកើតជំងឺ BV ទីមួយនោះគឺការលូកលាងបាញ់ទឹកលាងសម្អាតនៅក្នុងរន្ធទ្វារមាសដែលជាកត្តាប្រឈមចម្បងបំផុតឲ្យកើត BV ពីព្រោះការលូកលាងបាញ់ទឹកលាងសម្អាតហ្នឹងវាទៅលាងជំរះពពួកអតិសកុមប្រាណល្អ healthy bacteria ទៅលាងសម្អាតជាតិរំអិលទឹករំអិលនៅក្នុងរន្ធទ្វារមាសទឹករំអិលនោះវាជារបាំងរូបរបាំងគីមី
នៅក្នុងទឹករំអិលហ្នឹងមានប្រភេទអង្គិក IgA ដែលជួយការពារការបង្ករោគផ្សេងៗហើយកណ្ដាលយើងទៅលាងទឹករំអិលទៅលាងសម្អាតពពុះអតិសកុមប្រាណល្អអស់ធ្វើឲ្យអតិសកុមប្រាណអាក្រក់អតិសកុមប្រាណបង្កជំងឺដែលយើងហៅថា bad bacteria ហ្នឹងចាប់ផ្ដើមដុះលូតលាស់បានបរិមាណកើនចំនួនយ៉ាងច្រើនបង្កជាជំងឺ BV ស្ត្រីខ្លះគាត់អត់បានផលិតជាធម្មជាតិរបស់គាត់ហ្នឹងគាត់អត់បានផលិតគ្រប់គ្រាន់នៃពពួកមេរោគល្អនោះទេអតិសកុមប្រាណល្អនោះទេដែលធ្វើឲ្យគាត់ហ្នឹង lack of natural lactobacillus ដែលធ្វើឲ្យគាត់ប្រឈមនឹងការកើត BV ផងដែរកត្តាហានិភ័យផ្សេងទៀតដែលធ្វើឲ្យមានជំងឺ BV ការរួមភេទដែលមិនបានការពារពីព្រោះទឹកកាមបរោះធ្វើឲ្យមានបញ្ហាទៅដល់ pH នៅក្នុងរន្ធទ្វារមាសធ្វើឲ្យ pH ធំជាង 4.5 បង្កើនហានិភ័យនៃជំងឺ BV មានដៃគូរួមភេទច្រើនមានដៃគូរួមភេទថ្មីឬមានដៃគូរួមភេទដែលជាស្ត្រីដូចគ្នា BV វាមិនមែនជាជំងឺកាមរោគទេប៉ុន្តែ BV វាជាប់ទាក់ទងទៅនឹងសកម្មភាពរួមភេទការជួបបរិយបង្កើនហានិភ័យនៃការកើត BV ផងដែរការប្រើប្រាស់វិធីសាស្ត្រពន្យាកំណើតដោយដាក់កងនៅក្នុងស្បូន IDU វាមិនមែនជាមូលហេតុផ្ទាល់នោះទេប៉ុន្តែ IDU វាជាប់ទាក់ទងនឹងការបង្កើនហានិភ័យនៃការកើតជំងឺ BV ការធ្វើរោគវិនិច្ឆ័យនៃជំងឺ BV គ្រូពេទ្យស្រង់ប្រវត្តិអ្នកជំងឺប្រវត្តិនៃរោគសញ្ញាហើយធ្វើការពិនិត្យប្រដាប់ភេទស្ត្រី pelvic exam ហើយការធ្វើតេស្ត pH ជាទូទៅ pH អ្នកកើត BV ហ្នឹងគឺធំជាង 4.5 ហើយការពិនិត្យសដោយមីក្រូទស្សន៍រកមើល clue cell ដែលជាសញ្ញាមួយបញ្ជាក់អំពីជំងឺ BV ធ្វើ Wif test គឺយើងយក potassium hydroxide ពី3តំណក់បន្តក់ទៅលើសដែលយកចេញពីរន្ធទ្វារមាសស្ត្រីហើយក្រោយពីបន្តក់ទៅគឺវាជះក្លិន strong fishy odor គឺក្លិនឆ្អាបដូចត្រីអញ្ចឹងហើយមានក្លិនធំក្លិនខ្លាំងហើយក្លិនហ្នឹងហើយគឺបញ្ជាក់អំពីជំងឺ BV ការព្យាបាលគឺយើងអាចប្រើប្រភេទអង់ទីយ៉ូទិកជាប្រភេទលាបឬក៏ប្រភេទលេបបង្ការដោយម្ដេចដើម្បីកុំឲ្យកើតជំងឺ BV ឈប់លូកលាងឈប់បាញ់ទឹកលាងរន្ធទ្វារមាសពីព្រោះ The vagina is self cleaning រន្ធទ្វារមាសស្ត្រីគឺអាចលាងសម្អាតដោយខ្លួនឯងបាន auto washing កុំមានដៃគូរួមភេទច្រើនប្រើប្រាស់ស្រោមអនាម័យឲ្យបានត្រឹមត្រូវឲ្យបានជាប់លាប់ជៀសវាងការប្រើប្រាស់ផលិតផលផ្សេងៗទៅលាបទៅប៉ាតទៅបំពោកនៅម្ដុំប្រដាប់ភេទដូចជាលេធ្វើឲ្យសលេបង្រួមរន្ធទ្វារមាសលេបង្រីកប្រដាប់ភេទខាងក្រៅបាញ់ទឹកអប់ឬក៏ការត្រាំនៅក្នុងអាង bubble bath ដែលបង្កើនហានិភ័យធ្វើឲ្យកើតជំងឺ BV លីអូដែលធ្វើអំពីកប្បាសដែលមានខ្យល់ចេញចូលផលវិបាកនៃជំងឺ BV បើយើងអត់ព្យាបាលឬក៏ព្យាបាលបានត្រឹមត្រូវគឺវាបង្កើនហានិភ័យនៃការឆ្លងមេរោគបង្កជំងឺកាមរោគរួមមាន HIV, herpes, chlamydia and gonorrhea ហើយ BV ហ្នឹងគឺបង្កើនហានិភ័យនៃការឆ្លងមេរោគ AIDS ហ្នឹងរហូតដល់ 60% ហើយអាចធ្វើឲ្យមានការបង្ករោគក្រោយការវះកាត់ជាពិសេសការវះកាត់ម្ដុំស្រីរាង្គប្រព័ន្ធបន្តពូជស្ត្រីដូចជាកាត់ស្បូនចោលឬក៏ការធ្វើ DNC ហើយអាចបង្កមានជំងឺ pelvic inflammatory disease PID ហើយចំពោះកើត BV នៅក្នុងកំឡុងពេលមានផ្ទៃពោះគឺធ្វើឲ្យកូនកើតមិនគ្រប់ខែធ្វើឲ្យកូនកើតមិនគ្រប់គីឡូធ្វើឲ្យមានការរលូនកូនធ្វើឲ្យមានបញ្ហារលាកស្បូន endometritis រលាកស្រទាប់ស្បូនខាងក្នុងក្រោយពីសម្រាល BV ជាជំងឺមួយដែលមានអត្រាកើតសារចុះសារឡើងនឹងខ្ពស់ស្ត្រីលើសពី 50% គឺកើត BV នឹងសារឡើងវិញនៅក្នុងកំឡុង6ទៅ12ខែក្រោយពីការព្យាបាលបានន័យថា current antibiotic ថ្នាំអង់ទីយ៉ូទិកនាពេលបច្ចុប្បន្ននេះគឺវាមិន fully restore the healthy stable microbiome បានន័យថារូបមន្តដែលយើងព្យាបាលនាពេលបច្ចុប្បន្ននេះវាមិនទៅធ្វើឲ្យពពុះអតិសកុមប្រាណល្អហ្នឹងវាមកសភាពធម្មតាវិញនោះទេដូច្នឹងហើយបានវាមានអត្រាកើតសារឡើងវិញនៃជំងឺ BV ហ្នឹងខ្ពស់មែនទែនសម្រាប់ស្ត្រីដែលធ្លាប់មាន BV ហ្នឹងគឺលើសពី 50% ក្នុងកំឡុងពេល6ទៅ12ខែក្រោយគាត់អាចកើត BV នឹងឡើងមកទៀត